បាទជំរាបសួរស្វាគមន៍ជាថ្មីមកកាន់នីតិខ្លីខ្លឹមបាទនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីរឿងរ៉ាវពាក់ព័ន្ធទៅនឹងកីឡាករនិងការដោះដូរក៏ដូចជា preview គូប្រកួតមួយចំនួននៅtrongវីដេអូផងដែរបាទពាក់ព័ន្ធទៅនឹងកីឡាករមួយរូបដែល Liverpool ប្រហែលជាអស់ឱកាសក្នុងការទិញប៉ុន្តែអាចក្លាយទៅជាកីឡាកររបស់ Real Madrid វិញហើយនឹងរំលេចជូនអំពីគោលការណ៍សំខាន់3នៃទីផ្សារទិញដូរកីឡាកររបស់ Real Madrid បច្ចុប្បន្នបាទក៏នឹងភ្ជាប់ជាមួយនឹងដំណឹងដោះដូរកីឡាករមួយចំនួនពាក់ព័ន្ធទៅនឹង Atletico Madrid AC Milan និង Man U ផងដែរបាទរឿងដំបូងនេះគឺពាក់ព័ន្ធទៅនឹងខ្សែការពារកណ្ដាលបាទកីឡាករ Maguire និង Ibrahima Konate បាទទាំងពីរនេះខ្សែការពារកណ្ដាលដូចគ្នាគាត់តែមួយជំនឿជាតិអង់គ្លេសមួយជំនឿជាតិបារាំងបាទ Maguire នឹងផុតកិច្ចសន្យាជាមួយ Crystal Palace នៅដំណាច់រដូវកាល 2025-26 នឹងចាក់ចែងនៅគ្មានតម្លៃផ្ទេរនៅក្នុងទីផ្សាររដូវក្តៅឆ្នាំក្រោយបាទអតីតកីឡាករ Chelsea រូបនេះបច្ចុប្បន្ននៅ Crystal Palace ជាប្រធានក្រុមហើយវ័យ25ឆ្នាំជាកីឡាករល្អមានភាពជាអ្នកដឹកនាំមានការសម្រេចចិត្តត្រឹមត្រូវនៅលើទីលានបាទនិងនៅវ័យក្មេងដែលទើបតែ25ឆ្នាំទេបាទហើយកន្លងទៅក្នុងរដូវក្តៅកន្លងទៅបាទ Liverpool តាមទិញហើយត្រូវថ្លៃជាមួយនឹង Crystal Palace នឹងលក្ខខណ្ឌផ្ទាល់ខ្លួនដែរពីដំបូងគឺឲ្យ35លានផោន Crystal Palace ថាលក់ហើយបាទហើយលក្ខខណ្ឌផ្ទាល់ខ្លួនគឺមិនបញ្ហាទេសម្រាប់កីឡាករ Maguire ទៅ Anfield ក៏ប៉ុន្តែចុងក្រោយបែរជាមិនបានទៅវិញដោយសារតែ Crystal Palace រកទិញអ្នកជំនួស Guehi នឹងអត់បានបាទអញ្ចឹង Crystal Palace សុខចិត្តទុកឲ្យនៅសម្រាប់លោក Oliver Glasner ជាអ្នកការប្រើប្រាស់បន្តទៀតសុខចិត្តឲ្យចេញនៅដំណៃរដូវកាលដោយគ្មានតម្លៃផ្ទេរចោះទោះបីជាកីឡាករនេះមិនបន្តកិច្ចសន្យាថ្មីជាមួយនឹង Crystal Palace ក៏ដោយបាទក៏ប៉ុន្តែឥឡូវនេះត្រូវបានគេមើលឃើញថា Liverpool ទំនងអស់ឱកាសក្នុងការទិញកីឡាកររូបនេះពី Crystal Palace ហើយ Guehi គាត់អាចចុះកិច្ចសន្យាទុកជាមួយក្លឹបនៅក្រៅប្រទេសអង់គ្លេសចាប់ពីថ្ងៃទី1ខែមករា2026តទៅហើយបាទអញ្ចឹងមានដំណឹងអំពី Real Madrid ចាប់អារម្មណ៍ចង់បាន Guehi នឹងដែរហើយ Guehi នេះបាទមានលក្ខណៈសម្បត្តិសមទៅនឹងអ្វីដែល Real Madrid ចង់បាននាពេលបច្ចុប្បន្នបាទ Real Madrid បច្ចុប្បន្ននេះបាទក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគាត់បានអនុវត្តគោលការណ៍3នៅក្នុងទីផ្សារទិញដូរកីឡាកររបស់ពួកគាត់បាទទី1គឺផ្ដោតលើកីឡាករវ័យក្មេងមានទេពកោសល្យដែលអាចបណ្ដុះបណ្ដាលអភិវឌ្ឍខ្លួនក្លាយទៅជា Superstar បាទទី2យកកីឡាករ free ពីក្លឹបដទៃដោយគ្មានតម្លៃផ្ទេរប៉ុន្តែជាកីឡាករដែលមានបទពិសោធន៍ស្រាប់របស់ដែលជាផលិតផលសម្រេចស្រាប់យកមកប្រើការបានបាទទី3អាចចាយលុយធំប៉ុន្តែតើតែជាកីឡាករដែលយកមកលេងជំរឿន11អ្នកដំបូងតែម្ដងបាទបានចាយលុយធំបាទអញ្ចឹងគោលការណ៍3ហ្នឹងសម្រាប់ Real Madrid ក្នុងការអនុវត្តក្នុងទីផ្សារដោះកីឡាកររយៈកាលប្រមាណរដូវកាលចុងក្រោយនេះបាទអញ្ចឹងសម្រាប់កីឡាករ Ibrahima Konate វិញបាទខ្សែការពារកណ្ដាលជំនឿជាតិបារាំងរបស់ Liverpool កន្លងទៅត្រូវបានរាយការណ៍ថា Real Madrid ចង់បានបាទក៏ប៉ុន្តែក៏ជាដំណឹងដែលលហិចលហៀងលហើដែរទេបាទចំណែកឯឥឡូវនេះត្រូវបានរាយការណ៍ថា Real Madrid បញ្ចប់ចំណាប់អារម្មណ៍លើ Ibrahima Konate នឹងហើយប៉ុន្តែអាចយកកីឡាករ Guehi free ដោយគ្មានតម្លៃផ្ទេរពី Crystal Palace នៅដំណាច់រដូវកាល 2025-26 វិញបាទព្រោះម្យ៉ាងកីឡាករចាស់ធ្លាក់សមត្ថភាពនិងសាររបួសបាទនៅតំបន់ការពាររបស់ Real Madrid ដូចជា David Alaba បាទវ័យ33ឆ្នាំ Antonio Rudiger វ័យ32ឆ្នាំបាទអ្នកទាំងពីរក៏ជិតចាប់កិច្ចសន្យាជាមួយ Real Madrid ផងវ័យក៏ជ្រេផងសាជាង30រៀងខ្លួនហើយក៏ឧស្សាហ៍របួសបាទហើយជាពិសេស David Alaba បើធៀបទៅនឹង Rudiger កាន់តែធ្លាក់ចុះជាងកីឡាករ Rudiger ទៀតបាទហើយបច្ចុប្បន្ន Militao បាទក៏របួសជាបាទចំណែកឯកីឡាករវ័យក្មេងខ្សែការពារកណ្ដាលជំនឿជាតិអេស្ប៉ាញបាទ Dean Huijsen ដែលពួកគេទិញពី Bournemouth ទៅបាទលេងក្នុងជំរឿន11អ្នកដំបូងបាទអញ្ចឹង Guehi ទៅបាទអាចទទួលបាននាទីលេងនៅ Real Madrid បាទហើយវ័យក៏នៅពេញលេងដែរបាទទើបតែ25ឆ្នាំបាទ Guehi នេះបាទក៏ត្រូវបានសារព័ត៌មាន Marca រាយការណ៍ថា Atletico Madrid ក៏ចាប់អារម្មណ៍ចង់បានដែរបាទពូ free បាទហើយល្អប៉ុណ្ណឹងដែរបាទពាក់ព័ន្ធទៅនឹងបាទកីឡាកររបស់ Liverpool Ibrahima Konate បាទគាត់ជិតអស់កិច្ចសន្យាជាមួយ Liverpool ហើយមិនទាន់ត្រូវរើគ្នាអំពីលក្ខខណ្ឌថ្មីដើម្បីសញ្ញេលើកុងត្រាថ្មីនៅឡើយទេហើយមួយទៀតពាក់ព័ន្ធទៅនឹងកីឡាករ Crystal Palace នឹងដែរបាទខ្សែប្រយុទ្ធជំរឿជាតិបារាំងបាទ Jean Philippe Mateta បាទត្រូវបានលោក Fabrizio Romano រាយការណ៍ថា AC Milan និងក្លឹបមួយចំនួនទៀតនៅ Serie A ក៏ដូចជាក្លឹបមួយចំនួនទៀតនៅ Premier League ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធកណ្ដាលបាទ Mateta របស់ Crystal Palace ដែលកំពុងឡើងជើងនិងឡើងកោតជាប់ជាមួយជាតិបារាំងបាទ
ខ្សែប្រយុទ្ធវ័យ28ឆ្នាំរូបនេះបាទជាខ្សែប្រយុទ្ធកណ្ដាលល្អម្នាក់នៅ Crystal Palace បច្ចុប្បន្នហើយ Crystal Palace ប្រហែលឆ្នាំចុងក្រោយនេះបន្តបណ្ដាបានកីឡាករល្អៗលោកចេញបានតម្លៃខ្ពស់ៗច្រើនបាទដូចជា Michael Olise ទៅ Bayern Munich បាទកីឡាករ Eberechi Eze បាទទៅ Arsenal ជាដើមបាទហើយនៅសល់កីឡាករមួយចំនួនទៀតដែលក្លឹបធំៗក៏ប៉ែតតីរួមទាំង Maguire បាទដូចជា Adam Burton ជាដើមនេះបាទពាក់ព័ន្ធទៅនឹងខ្សែបម្រើកណ្ដាលអង់គ្លេសវ័យ20ឆ្នាំ Kobbie Mainoo របស់ Man U បាទត្រូវបានសារព័ត៌មាន Football Italy រាយការណ៍ថា Napoli ចូលមកស៊ូនាំម្ដងទៀតហើយបាទ Napoli ចូលមកស៊ូនាំ Man U ម្ដងទៀតហើយអំពីការចង់ខ្ចីយក Mainoo ទៅចូលរួម Napoli ក្នុងទីផ្សាររដូវរងាបាទ Mainoo ចង់ទៅចេញពី Man U ទេចង់ចេញតាំងពីរដូវក្តៅម៉េះដោយសារតែគាត់ចង់មាននីតិលេងដើម្បីបញ្ចេញកៅអីជម្រើសជាតិអង់គ្លេសទៅ World Cup 2026ជាសំខាន់តែម្ដងបាទបានលេងខ្លួនឯងផងបានបញ្ចេញកៅអីទៅ World Cup 2026ផង World Cup 4ឆ្នាំមានម្ដងងាយណាស់បាទហ្នឹងហើយបាទបានទៅលេងនេះខាត4ឆ្នាំចោលទៅទេហើយបាទអញ្ចឹងសម្រាប់ Man U បាទកន្លងទៅនឹងមិនចង់ឲ្យចេញបាទមិនឲ្យចេញដោយសារតែត្រូវការទុកប្រកួតប្រជែងនៅតំបន់កណ្ដាលរបស់ Man U បាទហើយ Man U ក៏អត់ទាន់បានទិញខ្សែបម្រើណាថ្មីមកបន្ថែមដែរបាទអញ្ចឹងទុក Mainoo ជាកង់សកួរបាទពាក់ព័ន្ធទៅនឹងការប្រកួតយប់នេះវិញបាទនៅក្នុងក្របខ័ណ្ឌ Premier League Manchester City ដែលចាញ់ពីប្រកួតចុងក្រោយជាប់គ្នាក្រោមទ្វេជើង Newcastle ក្នុង League បាទនិងក្រោមទ្វេជើង Leverkusen ក្នុងពាន Champions League បាទម៉ោង 10 យប់នេះបាទត្រូវទល់ Leeds United បាទដែលកំពុងស្ថិតនៅលេខទី18 Man City លេខ3បាទខ្ញុំគិតថា Man City បាទនឹងផ្លាស់ប្ដូរស្ថានភាពយប់នេះបាទខ្ញុំគិតថា Man City នឹងឈ្នះ Leeds United 4-1បាទមួយគូទៀតម៉ោង 10 ដូចគ្នា Sunderland ទទួល Bournemouth បាទលេខ7លេខ8បាទក្រុមទាំងពីរនេះប្រហែលគ្នាពិន្ទុស្មើគ្នាបាទគាត់ថា Sunderland លើសផស2គ្រាប់បាទខ្ញុំគាត់ថា2ស្មើរវាង Sunderland ជាមួយនឹង Bournemouth យប់នេះបាទនៅ La Liga បាទ Atletico Madrid បាទលេខ3នៅតារាង La Liga នឹងទទួលក្រុម Real Oviedo បាទតារាង La Liga បាទ Atletico Madrid ទើបតែប្រកួត Champions League ពាក់កណ្ដាលសប្តាហ៍ហើយបាទយកឈ្នះ Inter Milan 2-1ខ្ញុំគិតថា Atletico Madrid បាទនឹងឈ្នះReal Oviedo 3-0 ជប់នឹងបាទមួយគូទៀតនៅ Bundesliga បាទម៉ោង 9 កន្លះយប់បាទ Bayern Munich បាទនឹងទទួល St. Pauli បាទ Bayern Munich ទើបតែបរាជ័យជាលើកដំបូងក្នុងរដូវកាលនេះបាទក្រោមទ្វេជើង Arsenal ក្នុងពាន Champions League 3-1កាលពីពាក់កណ្ដាលសប្តាហ៍បាទពួកគេនឹងនៅតែបន្តខ្លាំងបាទពួកគេចាញ់ Arsenal ដែលត្រូវបានចាត់ទុកថាជាក្រុមដែលល្អជាងគេបច្ចុប្បន្នបាទអញ្ចឹងបាទ St. Pauli ដែលជាក្រុមបាទស្ថិតនៅតំបន់ក្រហមក្នុងក្របខ័ណ្ឌ Bundesliga ដែរខ្ញុំគិតថាមិនបញ្ហាសម្រាប់ Bayern Munich ទេបាទនឹងបង្កើតភាពរីករាយសម្រាប់អ្នកគ្រប់គ្រងវិញបាទខ្ញុំគិតថា Bayern Munich បាទនឹងឈ្នះ St. Pauli 5-1 យប់ហ្នឹងបាទស្ដាប់ទៅដូចច្រើនហ្មងបាទបងប្អូនវិញយល់យ៉ាងណាដែរបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយសម្រាប់អ្នកចូលចិត្តជជែកអំពីបាល់ទាត់បាទសូមចូលរួម link Telegram ខាងក្រោមនេះបាទដើម្បីជជែកគ្នានៅក្នុង Channel បាទអំពីបាល់ទាត់របស់យើងបាទសូមអរគុណជម្រាបលា